សំណាក់ព្រះសីហនុក្នុងរាជធានីភ្នំពេញជាកន្លែងគោរពវិញ្ញាណក្ខន្ធសម្រាប់ប្រជាជនកម្ពុជាក្នុងការចងចាំពីព្រះមហាវីរក្សត្រនរោត្តមសីហនុរូបសំណាកព្រះសីហនុស្ថិតនៅត្រើយខាងកើតនៃទីលានឯករាជ្យចំកណ្ដាលទីក្រុងភ្នំពេញបន្លឺឡើងលើវិមានឯករាជ្យនិងរួមគ្នាជានិមិត្តរូបនៃស្មារតីជាតិខ្មែររូបសំណាកនេះត្រូវបានបញ្ចប់នៅឆ្នាំ2013ដែលមានកម្ពស់សុទ្ធ 4.5 ម៉ែត្រវាស្ថិតនៅក្រោមអគារអនុស្សាវរីយ៍កម្ពស់ 27 ម៉ែត្រដែលនៅជាប់ផ្លូវប្រសព្វនៃមហាវិថីនរោត្តមនិងមហាវិថីព្រះសីហនុហើយជាកន្លែងទាក់ទាញមួយក្នុងចំណោមតំបន់ទេសចរណ៍ដែលមិនគួរទស្សនាក្នុងរាជធានីភ្នំពេញការរចនារូបសំណាកសមសីហនុស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីមានទឹកមុខស្លូតបូតនិងសម្លឹងយ៉ាងម៉ឺងម៉ាត់ជានិមិត្តរូបនៃព្រះជន្មរបស់ព្រះអង្គដែលឧទ្ទិសដល់ឯករាជ្យជាតិនិងការបង្រួបបង្រួមជាតិរដ្ឋាភិបាលកម្ពុជាបានសាងសង់រូបសំណាកសំរិទ្ធនិងប្រាង្គអនុស្សាវរីយ៍ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយចងចាំនៅវិភាគទានជាប្រវត្តិសាស្ត្ររបស់ព្រះបាទនរោត្តមសីហនុនិងគោរពវិញ្ញាណក្ខន្ធស្នេហាជាតិរបស់ព្រះអង្គ